ពុកម៉ែបងប្អូនចំណុចមួយដែលបងប្អូនគួរតែប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទូរស័ព្ទ iPhone ព្រោះដោយដែលបងប្អូនបានដឹងស្រាប់ហើយតកតងនឹងឯកសារផ្សេងៗឬក៏ឯកសារសំខាន់របស់យើងគឺមានទុកនៅឯកសារនៅក្នុងទូរស័ព្ទប៉ុន្តែបើសិនជាយើងមិនបានប្រុងប្រយ័ត្នទេទៅលើទូរស័ព្ទវានឹងបែកធ្លាយទូរស័ព្ទរបស់យើងគឺទៅដោយងាយៗនេះដោយសារអីដោយសារចំណុចមួយដែលយើងមិនបានចាប់អារម្មណ៍ចំណុចនេះដែរគឺទៅលើ touch screen ការធ្វើដំណើរឬក៏ការទៅកន្លែងទីជិតទីឆ្ងាយហ្នឹងគឺយើងត្រូវធ្វើសកម្មភាពអញ្ចឹងទៅលើ touch screen របស់ iPhone គឺវារស់រវើកណាស់នៅពេលដែលបងប្អូនប៉ះបន្តិចបន្តួចគឺវានឹង load បើកដោយអូតូពេលខ្លះទៅទៅនឹងការចាក់ password ចាក់អីគឺយើងចាក់រួចរាល់ហើយប៉ុន្តែគឺវានៅតែបើកធម្មតាដែរអូខេចំណុចដែរដើម្បីការពារនិងកុំឲ្យមានបញ្ហាទៅលើ touch screen នឹងបើកដោយអូតូគឺសូមបងប្អូនទាំងអស់គ្នាទៅកំណត់នៅក្នុង setting របស់ iPhone ដើម្បីយើងជៀសវាងបញ្ហាបែកធ្លាយទៅលើឯកសារសំខាន់របស់យើងនៅក្នុងទូរស័ព្ទបើសិនជាបងប្អូនអត់ប្រុងប្រយ័ត្នទេឯកសាររបស់យើងនឹងចែករំលែកទៅកាន់អ្នកដទៃនេះជាបញ្ហាមួយដែលយើងនឹងជួបប្រទះអូខេតាសូមបងប្អូនទាំងអស់គ្នាទៅតាមដានទាំងអស់គ្នានៅក្នុងការកំណត់ setting នេះអូខេបងប្អូនសម្រាប់ការប្រើប្រាស់ទូរស័ព្ទជាធម្មតាគឺយើងចុច screen បិទ screen បើកបិទធម្មតាគឺងាយស្រួលសូម្បីពេលខ្លះយើងបិទឬក៏ចាក់ password ហើយក៏វានៅតែបើកបានដែរអូខេដោយសារអីដោយសារយើងបើកនៅត្រង់ចំណុចមួយឥឡូវយើងចូលមកនៅក្នុង accessibility បងប្អូនជ្រើសរើសយកពាក្យ touch អូខេបន្ទាប់ពីយើងចូល accessibility មកយើងចូលពាក្យ touch អូខេនៅត្រង់ចំណុចនេះយើង scroll មកក្រោមដោយសារអីចំណុចមួយគឺ tap to wide ត្រង់ចំណុច tap to wide នេះគឺជាការបើកមុខងារនៅក្នុងទូរស័ព្ទ iPhone ដែលធ្វើឲ្យ touch រស់រវើកគឺយើងប្រើប្រាស់យ៉ាងងាយស្រួលប៉ុន្តែក៏វាប្រឈមនឹងបញ្ហាមួយដែរនៅពេលដែលបងប្អូនប្រើប្រាស់ក្នុងការទុកដាក់ទូរស័ព្ទនៅលើហោប៉ៅឬក៏ក្នុងកាបូបអីគឺប៉ះបន្តិចបន្តួចគឺវា load យ៉ាងងាយស្រួលអូខេនេះជាចំណុចមួយដែលយើងបានបិទហើយគឺយើងទោះយើងចុចយ៉ាងណាឬក៏ចុចយូរប៉ុណ្ណាក៏វាអត់ចេញដែរដោយសារអីយើងបិទមុខងារហ្នឹងជាភាពងាយស្រួលមួយដែលយើងក្នុងការការពារទូរស័ព្ទរបស់យើងអូខេបើសិនជាបងប្អូនចង់បើកវិញយើងចូលនៅក្នុងចំណុច setting ដូចគ្នាដែរបើសិនជាបងប្អូនចង់ប្រើប្រាស់ដើម្បីបើកមុខងារហ្នឹងឲ្យងាយស្រួលគឺយើងចូលនៅក្នុង accessibility មកបន្តមកទៀតបងប្អូនជ្រើសរើសយកពាក្យ touch មកអូខេបន្ទាប់ពីយកពាក្យ touch បងប្អូនចុចបើកមក tap to wide គឺយើងប្រើប្រាស់ដូចធម្មតាអូខេងាយស្រួលប៉ុន្តែយើងគួរតែដឹងពីចំណុចនេះដែរក្នុងការការពារទូរស័ព្ទរបស់យើងសម្រាប់ការចូលចិត្តនិងតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទសូមបងប្អូនជួយ Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណ